ឥឡូវនេះគឺផ្កាចាប់ផ្ដើមមកហើយផ្កាក៏ចាប់ផ្ដើមរីកដែរបងប្អូននេះបាទនេះគឺសភាពផ្កាចន្ទីនៅខាងកំពង់ធំអញ្ចឹងនៅពេលដែលផ្កាចេញហើយគឺបងប្អូនមានកត្តា2ដែលអាចបំផ្លាញផ្កាចន្ទីបងប្អូនកត្តាទី1គឺកត្តាតេតូនអាកាសធាតុសម្រាប់អាកាសធាតុគឺនៅពេលដែលមេឃប្រែប្រួលដូចជាមានភ្លៀងអញ្ចឹងបើសិនជាចន្ទីបងប្អូននៅពេលដែលផ្កាចាប់ផ្ដើមរីកហើយប៉ះជាមួយនឹងភ្លៀងអញ្ចឹងភ្លៀងនោះវានាំមកជាមួយនឹងពពុះអាស៊ីតហើយនិងអាសូតហើយសម្រាប់អាស៊ីតនិងអាសូតហ្នឹងគឺវានឹងធ្វើឲ្យផ្កាចន្ទីបងប្អូនស្វិតក្រៀមខូចទៅវិញមុនពេលដែលវាទម្លាក់ក្តាប់ឬក៏មុនពេលដែលដល់ថ្ងៃវាខូចហើយសម្រាប់កត្តាទី2បញ្ហាទី2គឺបញ្ហាសត្វល្អិតអញ្ចឹងនៅពេលដែលផ្កាចន្ទីបងប្អូនចាប់ផ្ដើមរីកពេញមេឃហើយបងប្អូនរំពឹងថាយើងនឹងបានក្តាប់ប៉ុន្តែបងប្អូនត្រូវដឹងថាបញ្ហាសត្វល្អិតក៏ជាបញ្ហាធំមួយដែលទៅបំផ្លាញផ្កាចន្ទីបងប្អូនដែលមានដូចជាពពុះចៃសសម្មាលទ្រីបស្រឹងដែលវាទៅបឺតក្រែបជញ្ជក់លំអងផ្កាដែលធ្វើឲ្យលំអងផ្កាខូចអសមត្ថភាពក្នុងការបង្កើតទៅជាក្តាប់ឲ្យបងប្អូនហើយផ្កាហ្នឹងវានឹងស្វិតសពូនក្រៀមខូចទៅវិញបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមចែករំលែកតែប៉ុណ្ណឹងអញ្ចឹងសម្រាប់បងប្អូនដែលចង់ទស្សនាវីដេអូខ្ញុំដទៃទៀតជួបគ្នានៅវីដេអូក្រោយបាទ